ba Campuchia nè đã hướng ấy đại vía tha đỏ min rùm cái đỏ min mà nu sờ thọ miền này ta việt đăng tha đây tầng năng viên miền min tăng pi phần so tục tăng pi sừng kriêm civil rồi bao Campuchia có lon máu nó nè có lon máu chẳng á dốc chấm nốt tầng năng từ su về hồi su về tiết su tháp bài chấm nốt ti pi năng nè ai đăng hơi hai đây ban chi nè ai nângประชุม tọp nè ai đa từ đặc trường nè xa po đầm miên nâng ប្រជាពលរដ្ឋខ្មែរគួរយកអានឹងទៅនិយាយនឹងទៅផុសដាក់សំណួរជាពិសេសដាក់សំណួរឲ្យជនជាតិថៃនឹងវាពិនិត្យដាក់សំណួរសួរទៅសួរថាឥឡូវកងទ័ពថៃទទួលស្គាល់ថាតំបន់ទាំងអស់សិតតែមានមីនព្រមព្រៀងគ្នាដោះមីនអ្នកដែលចេះសៀមអ្នកដែលនិយាយមួយសៀមត្រូវសួរអាហ្នឹងដាក់សំណួរសួរទៅសៀមមើលបាទហើយសួរទៅប្រជាជនសៀមតើប្រជាជនសៀមមានឆ្ងល់ទេតើហេតុអីបានជាកងទ័ពសៀមចេះតែដើរជន់មីនតើកងទ័ពកម្ពុជានឹងដឹងថាកងទ័ពសៀមនឹងវាដើរតាមណាមែនតើកងទ័ពកម្ពុជានឹងមានចារកម្មថាពេលណាម៉ោងណាដែលកងទ័ពសៀមនឹងដើរតាមនឹងមែនបានទៅជាលួចដាក់បានហើយលួចដាក់នៅកន្លែងណាដាក់នៅកន្លែងណាដាក់នៅទឹកដីកម្ពុជាឬក៏ដាក់នៅតំបន់សឬក៏ដាក់នៅតំបន់នៅទឹកដីរបស់សៀមបង្កើតសំណួរទាំងអស់នឹងសួរទៅពួកប្រជាជនសៀមហើយបង្កើតសំណួរសួរថាអាចជាល្បិចវិភាគទៅប្រាប់ថាអាចជាល្បិចកងទ័ពសៀមខ្លួនឯងណាប្រើល្បិចសាច់កម្មឲ្យកងកម្លាំងខ្លួនឯងជន់មីនដាច់ដៃដៃជើងដើម្បីចោទទម្លាក់កំហុសមកកម្ពុជាជាលេសនៅក្នុងការមិនចង់ឲ្យមានសន្តិភាពតាមព្រំដែនល្បិចជន់មីនការជន់មីនរបស់សៀមនេះវាមិនមែនជារឿងថ្មីទេបាទជារឿងដដែលហើយពាក់ព័ន្ធជាមួយនឹងបើយើងពិនិត្យទៅលើកិច្ចព្រមព្រៀងលើកទី1នៅប្រទេសម៉ាឡេស៊ីទាំង13ចំណុចនោះអាកិច្ចព្រមព្រៀងទាំង13ចំណុចដែលហៅថាបន្តពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ណាកិច្ចព្រមព្រៀងបទឈប់បាញ់ហ្នឹងគឺមិនអោយគ្រប់ភាគីចល័តទ័ពឬក៏ដើរប៉ត្រុយចូលមកក្នុងទឹកដីណាមួយនៃប្រទេសណាមួយទាំងសងខាងក៏ប៉ុន្តែយើងដឹងហើយថាអាចៅសៀមនេះតាំងពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាមកវាមិនដែលអនុវត្តឲ្យបាននេះទេវាតែងតែបញ្ជូនទ័ពវាឲ្យដើរទៅពីទៅពីពេលដែលវាដើរទៅពីទៅពីផ្ទុះមីនដាច់ដៃដាច់ជើងវាមកចោលភ្លាមវាអត់មានប្រើផ្លូវច្បាប់ថាទេត្រូវការស៊ើបអង្កេតហើយត្រូវការ IOT កាលនោះសម័យនោះវានៅ IOT មិនចឹងទេគឺក្រុមការងារអាស៊ានបណ្ដោះអាសន្នឥឡូវហ្នឹងវា AOT អញ្ចឹងកាលនោះវានៅ IOT ហ្នឹងអត់មានថាទេហើយក្រុមជំនាញ IOT ក៏ដូចជាក្រុមជំនាញមីននឹងដើម្បីចូលពិនិត្យរួមគ្នាថាតើមីននឹងអ្នកណាដាក់ហើយដាក់របៀបម៉េចដាក់នៅពេលណាមីនចាស់ឬក៏មីនថ្មីហើយកន្លែងដាក់នឹងនៅកន្លែងណានៅក្នុងទឹកដីតំបន់សឬក៏នៅក្នុងទឹកដីកម្ពុជាឬក៏នៅក្នុងទឹកដីថៃមិនមែនជាតំបន់សមិនមែនជាទឹកដីកម្ពុជាវានៅក្នុងទឹកដីថៃអត់មានហៅគេមកពិនិត្យអង្កេតអីជាមុននឹងធ្វើការចោទប្រកាន់មកកម្ពុជាទេពួកអាស៊ាននឹងវាតែងតែធ្វើចឹងហើយបងប្អូនកន្លងមកវាតែងតែធ្វើចឹងហើយឲ្យតែផ្ទុះមីនដាច់ពុបវាទម្លាក់កំហុសមកវឹងមកដាច់មីនផ្ទុះពុបវាទម្លាក់កំហុសមកវឹងបើសិនណាជាពួកអាស៊ាននឹងវាមានសុចរិតភាពហើយវាពិតជាចង់បានការរួបរวมចង់បានសន្តិភាពមែនណាបើអាស៊ាននឹងវាចង់បានសន្តិភាពមែនណាវាអត់ត្រូវធ្វើចឹងទេទី1ហេតុអីបានជាកងទ័ពវាចេះតែដើរផ្ទុះមីនហេតុអីបានជាកងទ័ពកម្ពុជានឹងអត់ដើរទៅពីទៅផ្ទុះមីនមិនមែនមានន័យថាកងទ័ពកម្ពុជាអត់ផ្ទុះមីនដាច់ដៃដាច់ជើងនឹងមានន័យថាកងទ័ពកម្ពុជាអ្នកដាក់មីននេះសំណួរសួរថាតើហេតុអីបានជាកងទ័ពកម្ពុជាមិនដើរប្រទេសប្រត្រាស់ដោយពួកវាហេតុអីបានជាពួកវាចេះតែដើរទៅពីទៅវាលើកលែងតែមេវាអ្នកបញ្ជាឲ្យដើរហើយដើរទៅផ្លូវនេះហើយដើរទៅផ្លូវនោះអានឹងវាតតែមេវានឹងក្រុមសៀមគ្នាវាមេតាហានគ្នាវាដែលវាប្រព្រឹត្តអំពើទុច្ចរិតគេហៅថាប្រើល្បិចសាច់កម្មដើម្បីឲ្យកងកម្លាំងវាដាច់ដៃដាច់ជើងដើម្បីជាលេសនៅក្នុងការចោទប្រកាន់មកភាគីកម្ពុជាហើយឲ្យតែដាច់ដៃដាច់ជើងភ្លាមពួកអាស៊ាននេះវាអត់ដែលធ្វើការតាមច្បាប់ទម្លាប់អីត្រូវការស៊ើបអង្កេតទាំងសងខាងភាគីទាំងសងខាង
ជែកគ្នាទៅស៊ើបអង្កេតរឿងហ្នឹងឬក៏ឲ្យអាជ្ញាកណ្ដាលដែលក្រុម IOT កាលពីសម័យកាលនោះមកស៊ើបអង្កេតទេអត់ទេអានោះវាចោតយកហ្មងទៅហើយយើងចេះតែចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅពួកវាហោហែចឹងមកអានឹងពាក់ព័ន្ធជាមួយនឹងបញ្ហាការជន់មីនរបស់ពួកវាបងវងសាបងឋានថេតបាទសួស្តីរបស់ពួកវាឥឡូវលើកនឹងទៀតដំណើរការនៅថ្ងៃទី10នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃម្សិលមិញហ្នឹងកងកម្លាំងរបស់វាបានជន់មីនទៀតបងប្អូនឮតែព័ត៌មានផ្សាយតែជន់មីននៅម្ដុំនេះម្ដុំនោះប៉ុន្តែយើងដាក់សំណួរសួរវាចោលភ្លាមហ្មងវាថាភាគីកម្ពុជាអ្នកដាក់មីនគ្រាន់តែផ្ទុះមីនដាច់ដៃដាច់ជើងភ្លាមពួកអាស៊ានហ្នឹងវាចេញមកហ្មងវាព្រមគ្នាចេញមកប្រកាសថាផ្អាកកិច្ចព្រមព្រៀងសន្តិភាពមិនបន្តទៅទៀតទេហើយផ្អាកស្អីផ្សេងអីចឹងទៅហើយក៏បង្កើតបានជាការជ្រួចច្បល់នៅតាមព្រំដែនវាបង្ហោះដ្រូនបង្ហោះអីពីការអីចឹងទៅ ដោយវាចោទកម្ពុជាភ្លាមថាកម្ពុជានឹងអ្នកដាក់បងប្អូនគិតមើលសួរថាតើអាស៊ាននឹងវាមានចេតនារបស់វានឹងត្រូវការស៊ើបអង្កេតថាតើហេតុអីបានជាកងកម្លាំងរបស់វានឹងដើរមកជន់មីនទៀតក្រែងកិច្ចព្រមព្រៀងនឹងបត់ឈប់បាញ់នឹងគេប្រាប់ឲ្យតែកាលហ្នឹងគេមិនឲ្យកងកម្លាំងនៅកន្លែងណានៅកន្លែងហ្នឹងកម្ពុជាក៏អញ្ចឹងនេះក៏អញ្ចឹងហើយបើសិនណាជាដើរធម្មតាដើរទៅតាមអាផ្លូវចាស់អាដានចាស់មិនអាចដើរបត្រួយតែផ្ដេសទៅពីវាពីកាលបានទេហើយតាហ៊ានកម្ពុជាក៏មិនដឹងថាពួកអាចោសៀមនឹងអាតាហ៊ានសៀមនឹងវាត្រូវចល័តគ្នាដើរនៅក្នុងផ្លូវនឹងពេលណាដែរមែនទេអ្នកណាដឹងហើយក្បួនកងទ័ពប្រិមិត្តបងប្អូនជួនរួមជាតិពិចារណាប៉ុណ្ណេះបើសិនណាជាផ្លូវហ្នឹងភាគីកម្ពុជាក៏ដឹងភាគីសៀមក៏ដឹងកាលពីនៅត្រូវគ្នាភាគីទាំងសងខាងដឹងទាំងអស់អញ្ចឹងភាគីកម្ពុជាគេនឹងមិនដើរផ្លូវនឹងទៀតទេនៅពេលដែលវាយគ្នាហើយពីព្រោះគេខ្លាចខ្មាំងនឹងលួចដាក់មីនធ្វើបាបយើងអាផ្លូវដែលធ្លាប់ដើរបត្រួយរួមគ្នាណាតាមព្រំដែនហ្នឹងតាមបន្ទាត់ព្រំដែនហ្នឹងអញ្ចឹងភាគីសៀមក៏វាដឹងភាគីកម្ពុជាក៏ដឹងมันអាចដើរផ្លូវនឹងទៀតទេពីព្រោះយើងមិនដឹងថាភាគីណាមួយល្អឬក៏អាក្រក់លួចដាក់មីនលួចអីសម្រាប់យើងសម្រាប់អីយើងអត់ដឹងអញ្ចឹងសឹកក្បួនសឹកតែកន្លែងណាដែលគេធ្លាប់ដឹងហើយគេមិនទៅកន្លែងហ្នឹងទេភាគីទាំងសងខាងធ្លាប់ដឹងហើយនោះចុះកម្ពុជាដែលថាលួចដាក់មីនហ្នឹងតើតាកម្ពុជានឹងមានអនុក្នុងនៅក្នុងទ័ពថៃថាអាថៃហ្នឹងវាត្រូវឲ្យកងទ័ពវាដើរតាមផ្លូវហ្នឹងនៅថ្ងៃស្អែកឬក៏ថ្ងៃខាងស្អែកវាតើតែអញ្ចឹងបានកងទ័ពកម្ពុជាហ្នឹងអាចបើមានកំណត់ខូចឧបមាថាបើមានកំណត់ខូចយើងអាចលួចទៅដាក់រួចលួចទៅស្ទាក់ចាប់ស្ទាក់អីពួកវាបានមែនទេចុះធម្មតាកងទ័ពរបស់វាបញ្ជូនកងទ័ពឲ្យដើរបត្រួយនៅច្រកណារឿងអីដែលយើងដឹងយើងមិនដឹងថាឥឡូវថ្ងៃនេះវាត្រូវដើរបត្រួយទៅកន្លែងណាថ្ងៃនេះវាត្រូវដើរទៅកន្លែងណាយើងមិនដឹងហើយបើយើងមិនដឹងទេយើងដាក់មីនដើម្បីឲ្យនេះមិនកើតវាអត់ទី1អានេះបើនិយាយពីក្បួនទាហាននៅក្នុងព្រៃមិនថាភាគីថៃភាគីគ្មានអាណាភ្លើដល់ថ្នាក់ផ្លូវដែលរួមគ្នាធ្លាប់ដើររួមគ្នាភាគីទាំងសងខាងដឹងគ្រប់គ្នាហើយបែរទៅជាបញ្ជូនទាហានខ្លួនឯងឲ្យដើរល្បាតតាមនឹងទេអត់ទេគេបដូរហើយគេបដូរវិធីហើយអញ្ចឹងរឿងទី2លើកលែងតែវាមានចេតនាបំផ្លាញកងកម្លាំងរបស់វាដើម្បីចោទមកកម្ពុជាហើយអាកងកម្លាំងរបស់វាដែលដើរជន់មួយនេះអត់ដឹងទេអាគ្នាវាអ្នកដាក់អាចបើសិនតែមាននឹងពិនិត្យទៅថាមានថ្មីគ្នាវាអ្នកដាក់ឬក៏មានវាយកទៅតាមវាទៅមកគ្នាវាអ្នកដាក់វាបញ្ជូនមកក្រុមទៀតដើម្បីឲ្យទៅដាច់ជើងវាបញ្ជូនគ្នាវាឲ្យទៅដាច់ជើងហើយអាកូនតាហ៊ានអត់ដឹងថាអាមេតបនឹងវាមានកំណត់ថោកទាបអញ្ចឹងឬក៏យុទ្ធសាស្ត្រមេតបនឹងវាថោកទាបអញ្ចឹងគេថាចំណាយជើងចំណាយដៃកូនតាហ៊ានដើម្បីឈ្លានពានទឹកដីគេដើម្បីឲ្យគេពិភពលោកគេអាណិតណាដើម្បីឲ្យពិភពលោកគេអាណិតវាប៉ុន្តែទង្វើរបស់ពួកវាដដែលគឺជាទង្វើថោកទាបក្រន់តែមនុស្សដែលមិនចេះសឹកសង្គ្រាមក៏គេដឹងថាតើអាស៊ានកំពុងតែធ្វើអីដែរកុំថាឡើយដល់ទៅមេតបប្រិមិត្តណាបើមេតបលើពិភពលោកវិញគេគិតថាចំទី1គេគិតថាចំអាមេតបសៀមពួកអានឹងប្រភ្លើអត់ចេះយុទ្ធសាស្ត្រអីទេអីបានជាចេះតែបដោយកូនតាហ៊ានខ្លួនឯងឲ្យដើរទៅជន់មីនដាច់ដៃដៃជើងអញ្ចឹងណាទី1ទី2គេថាតើអានេះគឺជាការរៀបចំរបស់វា
វាអត់គោរពទៅលើលក្ខខណ្ឌដែលបាននិយាយគ្នាដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាថាកងទ័ពអ្នកឯងនៅតាណានៅតារឹងកុំដើរទៅពីទៅពីមែនអត់កិច្ចព្រមព្រៀងឈប់បាញ់គ្នាទាំង13ចំណុចនោះក្នុងនោះគឺមិនឲ្យចល័តទ័ពពីវាពីកាលទៅណាទៅណីទៅពីទេមែនទេភាគីទាំងសងខាងព្រមព្រៀងគ្នាអញ្ចឹងចុះហេតុអីបានជាភាគីថៃនឹងវាដើរទៅពីគ្រប់ទាំងកន្លែងពិភពលោកគេមើលឃើញថាអូចេតនារបស់ពួកអានេះមិនមែនជាចេតនាល្អរបស់វាទេមិនមែនជាចេតនាល្អរបស់ពួកវាទេចេតនាវាគឺចង់បង្កើតភាពវឹកវរតាមព្រំដែនគឺបង្ហាញម្ដងហើយម្ដងទៀតចេតនារបស់អាចោសៀមហ្នឹងសំទោសខ្ញុំនិយាយអញ្ចឹងតែមកខ្ញុំខ្លាចពួកអាចោសៀមនឹងឮហើយវាគិតថាម៉េចប៉ុន្តែគ្រាន់តែបើសៀមណាដែលចេះស្ដាប់ភាសាខ្មែរដែលខ្ញុំនិយាយទៅចេតនារបស់វាគឺអញ្ចឹងមកណាចេតនារបស់វាគឺបង្កសង្គ្រាមហើយរឿងហ្នឹងយើងសាមញ្ញជនធម្មតាយើងដឹងចុះតម្រាំបើអ្នកមេតបលើពិភពលោកទៀតគេមិនដឹងគំនិតអាខូចរបស់សៀមហ្នឹងគាត់តែគេមិននិយាយប៉ុន្តែគេដឹងទង្វើរបស់វាអញ្ចឹងហើយបានជាពិភពលោកគេមិនសូវរាក់ទាក់ជាមួយពួកវាហ្នឹងដោយសារអីហ៎ឃើញលោកត្រំទៅមិនសូវរាក់ទាក់អ្នកផ្សេងទៅគេមិនសូវរាក់ទាក់ហ្នឹងល្មមវាដឹងខ្លួនហើយល្មមវាដឹងខ្លួនថាគេដឹងពីកាយថោករបស់វាហើយគេដឹងពីកាយថោករបស់វាឥឡូវបងប្អូនសាកល្បងគិតមើលបើមនុស្សមានចេតនាល្អទី1មិនបញ្ជូនកងទ័ពឲ្យដើរតែប្រទេសតែផ្ដាស់ទេទី1ទី2ណាទី2ប្រសិនបើផ្ទុំមីនដាច់ដៃដាច់ជើងបើអាសៀមនឹងវាមានចេតនាល្អមែនវាចេញមកទាំងតឹងទឹះចេញសេចក្តីថ្លែងការណ៍មិនទាន់បានប្រមាណម៉ោងផងចេញសេចក្តីថ្លែងការណ៍អីខឹងចោតប្រកាន់មកកម្ពុជាភ្លាមទេវាត្រូវការយកភាគីកម្ពុជាជជែកជាមួយភាគីកម្ពុជាដើម្បីពិនិត្យមើលទៅលើកន្លែងកើតហេតុនោះហើយដោយនាំមកភាគីអាជ្ញាកណ្ដាលគឺ AOT ឥឡូវហ្នឹងឡើង AOT គឺនៃក្រមភ្នាក់ងារអាស៊ានដែលប្រចាំនៅប្រទេសថៃក៏មានប្រចាំនៅកម្ពុជាក៏មាន AOT ហ្នឹងហើយយកអ្នកជំនាញ AOT គេមានអ្នកជំនាញគេទៅថាតើមាននោះដាក់ថ្មីមានថ្មីឬក៏មានចាស់បើមានថ្មីតើថៃមានអីមកបញ្ជាក់ថាកម្ពុជាអ្នកដាក់មានអីមកបញ្ជាក់មានផុសតាងអីពាក្យថាមានអីហ្នឹងមានន័យថាមានផុសតាងអីដែលថាកម្ពុជាអ្នកដាក់ឬក៏ថៃខ្លួនឯងជាអ្នកដាក់នេះអានេះយើងដាក់សំណួរសួរទៅឬក៏ប្រើល្បិចសាច់កម្មខ្លួនឯងដាក់ហើយទៅឲ្យកូនទាហានខ្លួនឯងទៅជន់ដាច់ដៃដាច់ជើងមកចោតមកភាគីកម្ពុជាអត់ខ្វះទេអាល្បិចនឹងនៅក្នុងក្បួនសឹកសង្គ្រាមតាំងពីសម័យមុនរហូតដល់សម័យឥឡូវហ្នឹងគេតែងតែធ្វើអញ្ចឹងឯងអញ្ចឹងអាសៀមហ្នឹងវាយកអាល្បិចដដែលហ្នឹងមកធ្វើខ្លួនទីពឹងខ្លួនបាទវាយកអាល្បិចដដែលហ្នឹងមកធ្វើអារឿងហ្នឹងធ្វើភ្លាមវាអត់មានស៊ើបសួរអីវាអត់មានស៊ើបអង្កេតអីទេធម្មតាចំនួនតាមព្រំដែនមួយនឹងមួយត្រូវការស៊ើបអង្កេតរួមគ្នាអានេះអត់មានការស៊ើបអង្កេតទាំងអស់ចេញមកប្រកាសដោយឯកតោភាគីថាមិនអនុវត្តកិច្ចព្រមព្រៀងផ្អាកប្រកាសដោយឯកតោភាគីណាប្រកាសដោយឯកតោភាគីអញ្ចឹងតែហ្មងមានន័យថាវាជាល្បិចរបស់វាឃើញទេអញ្ចឹងកម្ពុជាអត់ចាំបាច់ធ្វើអីច្រើនទេកម្ពុជាអត់ប្របាអត់ហត់ជាមួយនឹងល្បិចអាចោសៀមនឹងទេកាសែតវាចុះប្រងព្រាតសម្ដីអនុធិននិយាយសម្ដីមេតបសៀមនិយាយសម្ដីតបអាកាសវានិយាយសពបែបយ៉ាងទាំងអស់យើងអត់ចាំបាច់ខ្វល់ជាមួយនឹងយើងអត់ចាំបាច់ភ្ញាក់ផ្អើលទេហើយយើងអត់ប្របាក់ធ្វើការទូតសោះជាមួយនឹងទង្វើអាចោសៀមនឹងនោះអត់ប្របាក់ធ្វើការទូតទេណាអត់ប្របាក់តតែសោះដូច្នេះហើយបានជាខ្ញុំឃើញក្រសួងការបរទេសរបស់កម្ពុជាគាត់បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធជាមួយនឹងការព្រួយបារម្ភសេចក្តីថ្លែងការណ៍នោះមានអត្ថន័យល្អគ្រប់គ្រាន់សម្រាប់ឲ្យអន្តរជាតិនិងជាតិជាពិសេសសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីណាជាពិសេសសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីគាត់ដឹងហើយពួកគាត់នឹងពិចារណានៅទង្វើរបស់សៀមដែលបាននឹងកំពុងធ្វើដែលបាននឹងកំពុងនិយាយសៀមនឹងវាគ្រាន់តែផ្ទុះហើយភ្លាមវាប្រកាសក្តែងដោយឯកតោភាគីបាទដោយឯកតោភាគីថាផ្អាកមិនបន្តទេផ្អាករឿងកិច្ចព្រមព្រៀងសន្តិភាពនឹងសិនមិននិយាយទេដោយសារភាគីកម្ពុជាបានប្រព្រឹត្តខុសណែចោទតែភាគីកម្ពុជាប្រព្រឹត្តខុសមុននឹងចោទភាគីកម្ពុជាណាអារ៉ូហ្វាត់
anh miên ca sắc xa sao chiếu miên ca sư một cây ót đúng hả phliêm sao toàn đăng ba của tôi ấy phóng chọt cái phliêm trong xua xiêm chăng thấy hướng nước ót bà lô bạ sạc khôn thơ ca nghi ca tu tê ót bà sầm đạch thực bà đây mà nét thơ này vô bài ca tu tua tại sao xua thả bờ sân na chi thể hiện này anh đạp tù mình này anh ta cả lại nè đãនៅក្នុងទឹកដីណាហើយតំបន់អារឿងដែលសំខាន់គឺភាគីកម្ពុជាតាមច្រកព្រំដែនកម្ពុជាសៀមវាទទួលស្គាល់ហើយថាមាននៅតាមព្រំដែនកម្ពុជាច្រើនណាស់សៀមវាទទួលស្គាល់ចឹងពីព្រោះបើសៀមវាមិនទទួលស្គាល់ថាមាននៅក្នុងទឹកដីកម្ពុជាច្រើនជាពិសេសអាតំបន់ចំនួនហ្នឹងរឿងអីដែលសៀមហ្នឹងវាដាក់កិច្ចព្រមព្រៀងទាំង4នោះទាំង4ចំណុចក្នុងនោះរួមគ្នាដោះមីននោះមានន័យថាវាទទួលស្គាល់ថាដីទាំងអស់ហ្នឹងសម្បូរដោយមីនហើយបើដីទាំងអស់ហ្នឹងឯងទទួលស្គាល់ថាសម្បូរដោយមីនហើយរឿងអីដែលកងទ័ពពួកឯងហ្នឹងឲ្យកូនចៅខ្លួនឯងដើរពេលវាលពេលការទៅជន់មីនពីព្រោះអ្នកឯងបានទទួលស្គាល់ហើយតើថាដីកន្លែងចំនួនទាំងអស់ហ្នឹងសិតតែពោពេញដោយមីនតាដូចជាប្រាសាទនេះអីហ្នឹងជុំវិញប្រាសាទតំន់តូចតំន់ធំតាកបីតំបន់ភ្នំទ្រាប់អីទាំងអស់ហ្នឹងពីសម័យដើមមានតាហើយយើងដាក់សំណួរទៀតសួរថាបើដីនឹងវាជាតំបន់ចំនួនហើយគេចាត់ទុកថាជាតំបន់សហេតុអីបានជាអ្នកឯងបញ្ជូនកងទ័ពអ្នកឯងឲ្យមកដើរនៅហ្នឹងអ្នកឯងមិនក៏មិនដកថយនៅកន្លែងណានៅកន្លែងហ្នឹងទៅចាំបាច់បញ្ជូនកងទ័ពមកទៅស្អីកម្ពុជាដោយសារតែកម្ពុជាអត់បញ្ជូនហ្នឹងហើយបានអត់ទៅជន់មីនតាពីអាស៊ានហ្នឹងវាចេះតែបញ្ជូនទៅជន់មីនរឿងទី1វាជន់មីនចាស់រឿងទី2អាសៀមនឹងវាប្រើល្បិចកលដាក់មីនខ្លួនឯងអាតាហ៊ានមកក្រុមពួកមកក្រុមដាក់មីនហើយអាមេតាហ៊ានមួយទៀតប្រាប់អាកូនចៅវា2នាក់ហ្នឹងឲ្យដើរតាមហ្នឹងបាទឲ្យដើរតាមហ្នឹងទៅបើសិនណាជាមេនឹងមិនឲ្យដើរតាមហ្នឹងទេវាមិនទៅជន់មីនទេមែនទេអ៊ីហ្វនអត់ទៅជន់ទេវាតើតាវារៀបចំអញ្ចឹងបញ្ហា2បំណងរបស់វាទី1យើងបានព្រមព្រៀងគ្នាដោះមីនហើយនៅតំបន់មួយចំនួនមិនទាំងអស់ទេតំបន់មួយចំនួនកន្លែងមួយចំនួនគឺកន្លែងព្រំដែនតាមព្រំដែនតាមបន្ទាត់ព្រំដែនគឺតំបន់សភាគីទាំងសងខាងដែលចាត់ទុកតែបន្ទាត់ព្រំដែនជាតំបន់សយើងព្រមដោះមីនរួមគ្នាវាក៏ទទួលស្គាល់ថាដីទាំងអស់នឹងមានមីនហេតុអីបានជាវានៅតែចោទភាគីកម្ពុជាអ្នកដាក់ទៅទៀតបើកម្ពុជាអ្នកដាក់រឿងអីដែលវាថាដោះមីនរួមគ្នាដោះមីនមនុស្សធម៌មានន័យថាវាដឹងថាអាដីទាំងអស់ហ្នឹងវាមានមីនតាំងពីបន្សល់ទុកតាំងពីសង្គ្រាមស៊ីវិលរបស់កម្ពុជាកន្លងមកណាកន្លងមកអញ្ចឹងយកអាចំណុចទាំងអស់ហ្នឹងទៅសួរវាហើយសួរវាទៀតសួរថាបើចំណុចទី2ហ្នឹងអ្នកឯងដឹងហើយហេតុអីបានជាអ្នកឯងនឹងបញ្ជូនទ័ពអ្នកឯងឲ្យដើរទៅដាច់ជើងអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋខ្មែរគួរយកអាហ្នឹងទៅនិយាយនឹងទៅផុសដាក់សំណួរជាពិសេសដាក់សំណួរឲ្យជនជាតិថៃហ្នឹងវាពិនិត្យដាក់សំណួរសួរថាឥឡូវកងទ័ពថៃទទួលស្គាល់ថាតំបន់ទាំងអស់សិតតែមានមីនព្រមព្រៀងគ្នាដោះមីនអ្នកដែលចេះសៀមអ្នកដែលនិយាយមួយសៀមត្រូវសួរអាហ្នឹងដាក់សំណួរសួរទៅសៀមមើលបាទហើយសួរទៅប្រជាជនសៀមតើប្រជាជនសៀមមានឆ្ងល់ទេតើហេតុអីបានជាកងទ័ពសៀមចេះតែដើរជន់មីនតើកងទ័ពកម្ពុជានឹងដឹងថាកងទ័ពសៀមនឹងវាដើរតាមណាមែនតើកងទ័ពកម្ពុជានឹងមានចារកម្មថាពេលណាម៉ោងណាដែលកងទ័ពសៀមនឹងដើរតាមហ្នឹងមែនបានទៅជាលួចដាក់បានហើយលួចដាក់នៅកន្លែងណាដាក់នៅទឹកដីកម្ពុជាឬក៏ដាក់នៅតំបន់សឬក៏ដាក់នៅតំបន់នៅទឹកដីរបស់សៀមបង្កើតសំណួរទាំងអស់ហ្នឹងសួរទៅពួកប្រជាជនសៀមហើយបង្កើតសំណួរសួរថាអាចជាល្បិចវិភាគទៅប្រាប់ថាអាចជាល្បិចកងទ័ពសៀមខ្លួនឯងណាប្រើល្បិចសាច់កម្មឲ្យកងកម្លាំងខ្លួនឯងជន់មីនដាច់ដៃដាច់ជើងដើម្បីចោទទម្លាក់កំហុសមកកម្ពុជាជាលេសនៅក្នុងការមិនចង់ឲ្យមានសន្តិភាពតាមព្រំដែនដើម្បីជាប្រយោជន៍នៅក្នុងនយោបាយទុច្ចរិតរបស់ពួកអ្នកនយោបាយស្រុកសៀមមួយចំនួននោះណាមួយចំនួននោះអញ្ចឹងយើងកុំភ្ញាក់ផ្អើលរឿងល្បិចរបស់ពួកសៀមអ្វីដែលយើងប្រជាជនយើងត្រូវធ្វើយើងត្រូវដាក់សំណួរវាឲ្យកប់មកយកអាកិច្ចព្រមព្រៀង13ចំណុចលើកទី1ណាដែលនៅក្នុងកិច្ចព្រមព្រៀងមានលក្ខខណ្ឌទាំងអស់ហ្នឹងសួរថាកងទ័ពឲ្យនៅកន្លែងណានៅកន្លែងហ្នឹងហេតុអីបានជាសៀមហ្នឹងចេះតែប្រើកងទ័ពឲ្យដើរចល័តពីវាពីការផ្ទុយពីកិច្ចព្រមព្រៀងចេះសួរអញ្ចឹងអត់ចេះបង្កើតសំណួរឲ្យអ្នកវិភាគអ្នកប្រាជ្ញខ្មែរ
nè phải khai mà còn nó đừng đăng trên từ nào ấy vậy cà pìm toàn miền hướng sờ bộ nè phải khai đó với lớn đọc bên miền hướng nâng nế đỡ khơi nè phải khai trên màu vì phía bị cha na tam tua tam ấy đàm bây ao phải chi chun khai dương đang ngầm pi cầm nứt bột bỏ xiêm hói chết bạc cỡ sầm nua đặt từ xiêm vinh đàm bây ao xiêm chặt ở rom ấy sơ khơi sao cách bị phía xa tam tua xiêm về thơ chỉ hiện ở ngày về vô việc mình đi về vô việc mình nu vì sợ con vật chia tới ca đi sợ con vật chia tới ca nu ấy bật đứt mà cả nó mền tranh ở màu vải xiêm ấy nè mền tranh màu ở gì rồi con khmái đấy tranh màu vì phía bãi bị chạy cái té đàm bấy ao từ xiêm bờ xiêm vì chập ở róm á vì xếp bờ sân là bật đất trong on nó tranh màu vì phía hói tầm lẹ hướng nâng xua tàu của chi chuân xiêm mọi bàn trờn ông pi là bạch con toạp thơm mách nhua áo và chi chuân xiêm nâng chập ở róm nâng chứng ngao từ lư từng vơ rồi bọc con toạp priệp thiệp khang dương priệp thiệp khang xiêm hói áo và chi chuân nè dul ông pi rương con toạp nâng vinh hói bề nâng bề về phía tới cắt khay sầm đai đây chô nè phao tới sầm đai chụp ở đây vô từ phao tới bộ xiêm nâng về mơ ổ tập thô nè bề đã về mơ và chi chuân xiêm vì vô kha chồng và hai chỉnh chẳng mình nâng miên cầm nứt ta bên đây dương chết ta vô sẽ cái đây khăng sẽ cái đây sọp nâng sẽ cái đây ở nhẹ nâng vô mà thôi chỉ tray mốc mà hỏi việc bắt tầm nó sẽ hay việc bắt tầm nó sẽ hay chẳng bàn nhóm bẹp bong phốn nơi cái nông sọc cam vị thi tu là bay nơi cái nông sọc thưa Vetica chết ông pi cách prom prieng nâng an từ lứa cách prom prieng nâng lùm ắt thưa chỉ vì phía lùm ắt từ lứa cách prom prieng nâng bao phía kia Campuchia mình là vót che bao phía kia thay mình là vót nó mình che ý dương nè sẽ bạc dương